cái lụa liếc miền QR code bởi vậy vì thi sao bằng ngữ cũ cứ càng quạt ra bàn trầm trới từ lứa upaco đại trầm trới nhưng thời cá một bọn muối là mới quạt ra vì cái này này từ này kia chỉ ra nó ai trôi mà nó rồi bài cá phải mùi và có lối thôi bàជំរាបសួរសូមស្វាគមន៍មកកាន់កម្មវិធីកាត់លុយ podcast សាជាថ្មីម្ដងទៀតហើយចាហើយសម្រាប់អេពីសូតនេះផងដែរគឺជាអេពីសូតទី5ដែលយើងនឹងជជែកគ្នាតាក់ទងជាមួយនឹងការតាមដានសាច់ប្រាក់សុទ្ធនិងតាមធនាគារដូច្នេះកុំឲ្យបងប្អូនទាំងអស់គ្នារងចាំយូរយើងនឹងទៅជួបគ្នាជាមួយលោកគ្រូទឹកកំដងដូចតទៅចាសូមជម្រាបសួរលោកគ្រូសុខសប្បាយតែក្នុងសប្តាហ៍នេះសុខសប្បាយធម្មតាគ្រប់សប្តាហ៍គ្រូសុខសប្បាយលិនមិនដែរខ្ញុំសុខសប្បាយធម្មតាលោកគ្រូចាអរគុណលោកគ្រូសម្រាប់ក្នុងសប្តាហ៍នេះយើងនឹងជជែកគ្នាតាក់ទងជាមួយនឹងការតាមដានលំហូរសាច់ប្រាក់សុទ្ធនិងតាមធនាគារលោកគ្រូដោយលោកគ្រូបានដឹងស្រាប់ហើយបងប្អូនយើងសប្តាហ៍ហ្នឹងគាត់ប្រកបអាជីវកម្មអ្នកខ្លះគាត់បាញ់តាម QR code ឬមួយក៏ឲ្យលុយសុទ្ធអីចឹងលោកគ្រូអញ្ចឹងតើម្ចាស់អាជីវកម្មគាត់ត្រូវមានវិធីសាស្ត្រឬក៏គាត់ធ្វើបែបណាខ្លះដើម្បីតាមដានលុយកាក់របស់គាត់បានអញ្ចឹងលោកគ្រូអាចជួយបកស្រាយបានទេនេះឥឡូវសម័យបច្ចេកវិទ្យាណោះយើងលក់ដូរឃើញហ្វីកាលីនកាន់ហ្វីកាឆ្នាំហ្នឹងទៅកម្មវិធីប្រកួតប្រជែងវីដេអូឆ្នាំណាខ្ញុំភ្លេចទៅជាប់លេខ1គេលក់លៀសមាន QR code ហ្នឹងហើយចឹងបងប្អូនដែលចាប់អារម្មណ៍ប្រកួតហើយមានបានពានរង្វាន់អីណាប្រកួតផលិតវីដេអូអាចតាក់ទងលីនបានណាទៅกับកម្មវិធី Fika ឆ្នាំនេះ2026ហ្នឹងហើយអញ្ចឹងបរិបទស្រុកទេសយើងឥឡូវគឺយើងប្រើ QR code បាញ់តាមកុងធនាគារច្រើនតែនៅក្នុងនោះក៏នៅតែមានអ្នកដែលប្រើលុយធម្មតាដែរណាជាសាច់ប្រាក់ដែរអញ្ចឹងអាជីវកម្មមួយយើងមិនអាចថាខ្ញុំអត់យកលុយទេខ្ញុំតរបាញ់ QR ឬក៏ខ្ញុំតែខ្ញុំយកតែ QR ឯងអត់យកលុយទេអញ្ចឹងនៅពេលណាដែលយើងមិនផ្ដល់ជំរឿសច្រើនដល់អ្នកទិញដូចគ្រូអញ្ចឹងហ៊ានតែយកតែលុយមើលអត់មានលុយឲ្យគេលើពីព្រោះអត់កាន់លុយទេណាធ្វើអីក៏ QR ធ្វើអីក៏ QR ដែរព្រោះងាយស្រួលកត់ចូល app កត់លុយណាបាទអញ្ចឹងបរិបទនេះគឺតម្រូវឲ្យយើងនៅពាក់កណ្ដាលដែលយើងអាចនឹងប្រើ QR ផងយើងប្រើធនាគារផងហ្នឹងហើយនឹងប្រើសាច់ប្រាក់ហើយមួយទៀតសូម្បីតែបងប្អូនដែលប្រើកុងធនាគារឬក៏បាញ់ QR ណាក៏អាជីវកម្មយើងវាមាន2-3ធនាគារទៅទៀតបាទពីព្រោះពេលខ្លះបាញ់ឆ្លងមកកាំងអញ្ចឹងយកលុយអតិថិជនអត់បានទេតែគេឧមាទៅពីធនាគារមួយមកធនាគារមួយថ្ងៃខ្លះទៅកាំងបាទអញ្ចឹងត្រូវមាន2-3ធនាគារទុកសកួរណាធនាគារដូចគ្នាបាញ់មករកគ្នាលឿនឆ្លងធនាគារយឺតណាប្រព័ន្ធវាមិនសូវដើរស្រួលមានអសកម្មកន្លែងណាមួយអញ្ចឹងអាជីវកម្មកុងធនាគារច្រើនណា QR ធនាគារច្រើនហើយយកលុយខ្លះទៀតអញ្ចឹងសំណួរថាងាកឡើងខ្ញុំបោកដកតាមដានលុយខ្ញុំចំណូលប្រមាណចំណាយប្រមាណណាធ្វើមិនទៅញ៉ៃជាក្បាលមែនតើណោះហត់ពីការងារហើយត្រូវនៅទៅមើលជីស្នាមនឹងបោកដកអីទៀតត្រូវទៅគ្រួសារធ្វើម្ហូបធ្វើអីទៀតមានកូនចៅមើលទុកដាក់កូនចៅអីទៀតអាចធ្វើបានទេពេលខ្លះអាជីវកម្មយើងគឺដំណើរការទៅតាមគេហៅថាតាមយថាកម្មណាលុយចូលប្រមាណអីប្រមាណតាមនោះលក់ទៅសរុបអីមុំអាចមើលដឹងថាសរុបបានប្រហែលក៏តាមនឹងទៅប៉ុន្តែឲ្យយើងយកទិន្នន័យនឹងមកវិភាគគេហៅថាមើលលំហូរសាច់ប្រាក់បាទជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃទៅមួយសប្តាហ៍ទៅមួយអាទិត្យទៅ5-6 ខែទៅមួយឆ្នាំអត់អាចមានទេអញ្ចឹងវាជាបញ្ហាមួយអញ្ចឹងបើនិយាយពីវិធីសាស្ត្ររបស់លោកគ្រូគឺការកត់ត្រាឲ្យបានត្រឹមត្រូវទៅលើឧបករណ៍ដែលត្រឹមត្រូវបាទបងប្អូនត្រូវចាប់ផ្ដើមគិតគូរពីរឿងហ្នឹងហើយបាទពីព្រោះ QR code អស់ហើយគេណាពីមុនមកយើងប្រើលុយឥឡូវនេះអ្នកណាក៏និយាយពី QR code ដែរអញ្ចឹងតិចទៀតទៅអាជីវកម្មប៉ុណ្ណាក៏ដោយក៏គេនឹងនិយាយអំពីរឿងខ្ញុំមានប្រព័ន្ធកត់ត្រាលុយកាក់ច្បាស់លាស់ដែរបាទណាអញ្ចឹងវិវត្តរបស់ប្រទេសជាតិយើងរបស់ពិភពលោកវាត្រូវទៅអញ្ចឹងអ្នកណាថាខ្ញុំមិនប្រើទេខ្ញុំមិនចេះប្រើទេខ្ញុំមិនប្រើទេអាហ្នឹងវានឹងមានថ្ងៃណាមួយដែលយើងនឹងត្រូវបង្ខំចិត្តទៅថាប្រើហើយពេលនោះយើងពិបាកបណ្ដោយព្រោះគេគ្រប់គ្នាគេប្រើអស់អញ្ចឹងជាបទពិសោធន៍អាជីវកម្មខ្លះអត់ចង់ប្រើ QR ទេណា
ចឹងជាបដាស្រាប់តែនេះគេលែងមកទិញអតិជនធ្លាក់ចុះមានបញ្ហាលក់លែងសូវដាច់លក់យឺតជាងគេឃើញទេដល់ថ្ងៃមួយនោះគឺគាត់ត្រូវបខំតែហើយមកដាក់ QR ដែរមកឃើញទេអានេះគេហៅថាបខំអត់មានអ្នកណាបខំទេប៉ុន្តែស្ថានភាពនឹងបង្ខំគាត់បាទអញ្ចឹងវិធីសាស្ត្រដែលតាមដានល្អគឺកត់ត្រាបាទហើយមានប្រព័ន្ធកត់ត្រាឲ្យត្រឹមត្រូវណាដាក់វានៅក្នុងកន្លែងតែមួយអញ្ចឹងសរុបចំណូលចំណាយពី QR ទាំងអស់ហ្នឹងពីកុងធានាគារទាំងអស់ហ្នឹងមកធ្វើជារបាយការណ៍តែមួយយើងដឹងចំណូលចំណាយណាអាលុយដាក់ចូលមកដែរហើយប្រព័ន្ធហ្នឹងវានឹងទុកឲ្យយើងទៀតចំណាំទុកកត់ទុកឲ្យយើងណាថ្ងៃហ្នឹងស្អែកខាងស្អែកមួយអាទិត្យក្រោយមួយខែក្រោយមួយឆ្នាំក្រោយយើងមើលបានឡើងវិញជាងក៏ជាចំណុចសំខាន់មួយដែរជួយដោះស្រាយបញ្ហាអញ្ញេចៃអស់ហ្នឹងបានបាទលោកគ្រូមិញខ្ញុំលើលោកគ្រូនិយាយតាក់ទងជាមួយនឹង app កត់លុយតើ app កត់លុយហ្នឹងជាអ្វីហើយលោកគ្រូអាចជួយប្រាប់បានអត់ថា app កត់លុយហ្នឹងមានសារៈសំខាន់អ្វីខ្លះដើម្បីជួយឲ្យម្ចាស់អាជីវកម្មគាត់អាចតាមដានលំហូរសាច់ប្រាក់ប្រចាំថ្ងៃរបស់គាត់បានអញ្ចឹងលោកគ្រូណែអរគុណសំណួរល្អហើយtrongនាមខ្ញុំស្ថាបនិកហើយអរគុណក្រុមការងារដែរដែលជួយឲ្យកត់លុយខ្លាយទៅជា app ដែលជួយបងប្អូននៅក្នុងអាជីវកម្មតូចៗនឹងបានច្រើនហើយសកម្មរាល់ថ្ងៃបងប្អូនប្រើច្រើនបាទអាចនិយាយបានច្រើនមែនតើឥឡូវនេះដល់ថ្នាក់ខ្ញុំត្រូវបើកបរិញ្ញាពេលយប់ម៉ោង8ដល់ម៉ោង9ខ្ញុំមានបរិញ្ញារបៀបប្រើពីព្រោះបងប្អូនមកប្រើច្រើនអញ្ចឹងអាចជំរាបជូនម្នាក់ម្ដងទៀតទេណាត្រូវប្រមូលម្ដង20 30នាក់បងប្អូនយើង20 30រូបដែលជាម្ចាស់អាជីវកម្មពេលយប់ឡើងម៉ោង8រួចដៃចូលរៀនមួយគ្រូទៅបានចេះប្រើកត់លុយបានត្រឹមត្រូវណាអញ្ចឹងអរគុណបងប្អូនម្ចាស់អាជីវកម្មយើងដែលគ្រប់គ្រង app កត់លុយប្រើច្រើនមែនតើមួយរយៈនេះក្រុមការងារក៏លំវល់ពេញនឹងដែរហើយបាទអញ្ចឹងសួរថាវាមានសារៈសំខាន់អីបានជាម្ចាស់អាជីវកម្មជាច្រើនចាប់អារម្មណ៍ប្រើហ្នឹងណាបាទដូចបញ្ហាយើងមិនអញ្ចឹងយើងត្រូវការប្រព័ន្ធមួយដើម្បីកត់ត្រាវាហើយគណៈនៃធនាគារជាច្រើនហ្នឹងអាចចូលមកក្នុងរបាយការណ៍តែមួយបាទកត់លុយធ្វើបានណាមាន QR code ប្រមាណក៏ដែរប្រមាណកុងប្រមាណធនាគារក៏ដែរបាទល្ងាចឡើងគ្រាន់តែទាញរបាយការណ៍ពី app របស់ធនាគារហ្នឹងដាក់ចូលមកក្នុង app កត់លុយណាវានឹងកែសម្រួលរបាយការណ៍នោះឲ្យស្រួលយើងមើលស្រួលមើលហើយគ្រាន់តែចុច tick តានេះខ្ទង់អីអានេះខ្ទង់អីទៅ5នាទីទៅ10នាទីហើយបាទ app កត់លុយធ្វើដើម្បីតម្រូវទៅលើបងប្អូនណាឲ្យបងប្អូនប្រើពេលតិចហើយមានរបាយការណ៍លក្ខណៈស្តង់ដារដូចប្រព័ន្ធគណនេយ្យក្រុមហ៊ុនធំដែរអត់ត្រូវការចំណេះដឹងជួលគណនេយ្យករមកទេណាធ្វើខ្លួនឯងណាម្ចាស់អាជីវកម្មធ្វើខ្លួនឯងបើមិនចឹងទេប្រើកូនឲ្យកូនគេប្រើណាអាយុ10ឆ្នាំជាង5 11 10អីគាត់ចេះចាប់ដើមចេះប្រើ app ធនាគារចេះប្រើ smartphone គាត់អាចប្រើបានណាបាទហើយក្រុមការងារយើងជួយ set up យើងជួយរៀបចំឲ្យទៅមិនចាប់ដើមប្រើបានត្រឹមត្រូវចឹងអត់មានអីទៀតទេបងប្អូនងាកឡើងចប់បិទបញ្ជីអាសាច់ប្រាក់យើងកត់ដៃអានឹងនឹងទាញយ៉ាងម៉េចកើតទេទៅរាប់ទៅបាទរាប់ទៅចំណូលប្រមាណចំណាយប្រមាណសរុបមកណាយើងកត់ត្រាបន្តិចទៅព្រោះលុយអញ្ចឹងបើបងប្អូនមិនចង់កត់អាជីវកម្មយើងកុំយកលុយបាទយកតែ QR ធ្វើអីក៏បាញ់ QR មកណាលេងយកលុយចាលោកគ្រូបាទអញ្ចឹងតើលោកគ្រូនិយាយតាក់ទងមួយការរៀនហ្នឹងត្រូវបង់លុយឬក៏រៀន free ដែរលោកគ្រូfree សម្រាប់បងប្អូនយើងណាចាអ្នកបានប្រើកត់លុយហើយក្តីអ្នកមិនទាន់ហើយក្តីចូលរៀនបានរៀនរាល់ថ្ងៃអង្គារថ្ងៃពហុម៉ោង8 9យប់ខ្លះដល់ម៉ោង9កន្លះ10អីចឹងទៅមានសំណួរច្រើនអីចឹងទៅបាទនឹង free អត់អស់លុយទេណាអត់អស់លុយទេតាម online ចឹងងាយស្រួលបងប្អូនចាស់អាជីវកម្មណាបាទវគ្គនេះមានគឺវគ្គគ្រប់គ្រងចំណូលចំណាយតែម្ដងខ្ញុំមានបង្ហាញច្រើនដែលតើតើនឹងវិធីសាស្ត្រគ្រប់គ្រងចំណូលចំណាយណាមិនមែនគ្រាន់តែរបៀបកត់លុយទេចឹងបងប្អូនដែលចាប់អារម្មណ៍រឿងគ្រប់គ្រងហិរញ្ញវត្ថុអាចចូលវគ្គនឹងបានណា Google Meet ទេនឹងចុចតែ link មួយទៅអាចរៀនបានគ្រប់ពេលសម្រាប់បដាស្ដាប់បដាទៅក៏បានដែរណាបាទអញ្ចឹងបើសិនជាពួកគាត់ចង់រៀនអញ្ចឹងលោកគ្រូតែគាត់ត្រូវធ្វើបែបណាខ្លះដើម្បីចូលរៀនវគ្គកាត់លុយបានលោកគ្រូអូខេអត់មានអីបាក់តាក់ទងក្រុមការងារផ្សាយ link ឲ្យ
ណាផ្ញើតំណភ្ជាប់តែចូលវគ្គហ្នឹងទេដល់ម៉ោងចុចបុកទេចូលអាចចូលទៅរៀនបានអត់មានអីបាក់ទេណាសាមញ្ញតែទៅមកក្រុមការងារយើងណាបាទ ចាលោកគ្រូអញ្ចឹងបើសិនបើម្ចាស់អាជីវកម្មគាត់ចង់រៀនផ្ទាល់វិញអញ្ចឹងគាត់ត្រូវធ្វើបែបណាដែរលោកគ្រូហើយត្រូវអស់លុយអត់លោកគ្រូ យ៉ាហ្នឹងហើយមិញយើងនិយាយរឿងអនឡាញ1 ម៉ោងណាបងប្អូនអាចតែយូរអាចមកចេះអស់ហើយណាអញ្ចឹងចាប់អារម្មណ៍ចង់រៀនផ្ទាល់យើងមានវគ្គប្រវត្តិផ្ទាល់នៅរដ្ឋពលយើងមានវគ្គប្រវត្តិទៅដល់បងប្អូនដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបាទបងប្អូនគ្រាន់តែមានចុះនៅក្នុងថ្នាល KMIE ណាយើងធ្លាប់និយាយច្រើនអេពីសូតហើយបាទណាបងប្អូនដែលជាម្ចាស់អាជីវកម្មស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះនឹង KMIE បានជោគជ័យបាទឬក៏បងប្អូនមិនដឹងថាចុះមិនទេអាចតាក់ទងមកក្រុមការងាររដ្ឋពលណាបាទក្រុមយើងនឹងជួយកាយបងប្អូនគេថាជួយនាំបងប្អូនឲ្យចុះឈ្មោះបានហើយបងប្អូនចុះឈ្មោះបានហើយបងប្អូនអាចចូលទៅថ្នាលរបស់មូលនិធិអភិវឌ្ឍជំនាញ SDF គេចេញលុយឲ្យតែយើងមាន KMIE គេចេញលុយឲ្យ$150ស្មើនឹង$60,000រៀលយកលុយហ្នឹងមករៀនបាននៅរដ្ឋពលរៀនផ្ទាល់មួយគ្រូតែម្ដងបាទហើយក៏មិនរៀនទៅគ្រប់គ្រងអាជីវកម្មគ្រប់គ្រងលុយកាក់អាជីវកម្មទេយើងមានវគ្គ digital បាទលោកគ្រូសំណាងរៀនវគ្គ digital ចេះថតវីដេអូចេះថតរូបឲ្យបានត្រឹមត្រូវចង់រៀន boot page ណា boot page ឲ្យចំអ្នកលក់ចង់រៀនសិល្បៈនិយាយជាសាធារណៈគ្រូបែនវផាក៏រៀនចង់រៀនពីរឿងគ្រប់គ្រងក្រុមការងារគ្រប់គ្រងបុគ្គលិកយើងឲ្យធ្វើការឲ្យល្អមានវគ្គនឹងទៀតណាបើថាចង់គ្រប់គ្រងយើងមានបំណុលថ្ងៃចង់គ្រប់គ្រងវាមើលថាត្រូវចាត់ចែងមិនឲ្យល្អណាកុំឲ្យមានបញ្ហាដល់អាជីវកម្មយើងមានអានឹងទៀតណាអញ្ចឹងវគ្គទាំងអស់ហ្នឹងបងប្អូនបានកញ្ចប់លុយ$150ពី SDF ដោយ SDF ចេញលុយឲ្យបងប្អូនមករៀនអត់មិនមែនថាអត់អស់លុយទេណាគ្រាន់តែថា SDF មូលនិធិអភិវឌ្ឍជំនាញចេញលុយឲ្យបងប្អូនបាទជំនួសឲ្យបងប្អូនដោយលក្ខខណ្ឌគ្រាន់តែបងប្អូនមាន KMIE ហើយចុះឈ្មោះនៅក្នុងថ្នាល SDM ទាំងទៅយើងបាន150ដើររៀនបានចង់ឆ្លាញ់វគ្គណារៀនវគ្គហ្នឹងដែរអត់អស់លុយខ្លួនឯងទេណាបាទ អញ្ចឹងបន្ទាប់ពីពួកគាត់បានរៀនចេះសពគ្រប់អស់ហើយអញ្ចឹងគាត់ត្រូវការចង់ប្រើ app គាត់លុយតែគាត់ត្រូវធ្វើបែបណាដែរលោកគ្រូបាទ app គាត់លុយក៏អត់ free ដែរគិតលុយដែរប៉ុន្តែជាលក្ខខណ្ឌល្អមួយជាសំណាងល្អមួយរបស់បងប្អូនណាបងប្អូនមាន KMIE មួយបងប្អូនមិញទៅ SDS បាន$150ណាបាន$60,000រៀលមាន KMIE ដូចគ្នាទៅគេហៅថាបរិវត្តកម្ម digital សហគ្រាសបាទហៅកាត់ជាភាសាអង់គ្លេស ECD គឺជាស្ថាប័នមួយនៅក្រោមក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែរនៅគេហៅថាមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចថ្មីដៃជោបាទណាលោកផ្ដល់ជាគេហៅថាកញ្ចប់ឧបត្ថម្ភថវិកាជំនួយថវិកាដែរណាដើម្បីឲ្យបងប្អូនយកលុយនឹងមកប្រើប្រាស់គេហៅផ្នែក digital ណាមួយដំណោះស្រាយ digital ណាមួយអញ្ចឹងនៅក្នុងនោះបងប្អូនដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបាន1លានទៀតអញ្ចឹងមិញ$60,000លើ1លាន$160,000ហ្នឹងឯណាបាទគាត់វិន KMIE បាន$160,000បាត់ហើយយកមករៀនយកមកប្រើប្រាស់ app យកមកប្រើប្រាស់មុខងារ digital ណាមួយដែលជួយគ្រប់គ្រងអាជីវកម្មបងប្អូនបាទក្នុងនោះមាន app កត់លុយមួយបាទអញ្ចឹងយកទៅប្រើអត់អស់លុយទេបាទហើយបើបំពេញបានតាមលក្ខខណ្ឌប្រើ app កត់លុយបំពេញបានតាមលក្ខខណ្ឌរបស់ app កត់លុយយើងទិញ insurance ឲ្យទៀតការពារខ្លួនយើងការពារពីគ្រោះថ្នាក់ផ្សេងណាប្រកាសថាប្រឹងរកតាស៊ីរកស៊ីឲ្យប្រកែទៅរកស៊ីឲ្យតែល្អទៅណាយើងគិតគូរពីពួកគាត់បាទហ្នឹងហើយណាគាត់លុយទិញ insurance ឲ្យទៀតបាទអញ្ចឹងវាមានលក្ខណៈងាយស្រួលមួយដែលបងប្អូនគាត់ថាអូខ្ញុំចង់បានអាហ្នឹងខ្ញុំចង់ចាប់ដើមធ្វើឲ្យអាជីវកម្មខ្ញុំល្អប្រសើរតាក់ទងមកកត់លុយតាក់ទងមករដ្ឋពលគឺបងប្អូនមានអ្វីគ្រប់យ៉ាងនៅក្នុងនឹងអស់ហើយបងប្អូនគាត់ថាចុះ KMIE គឺអ្វីនឹងមកតាមក្រោយបាទគាត់ណារឿងមួយឯងអត់មានលុយនឹងយកមកចាយកើតណាហ្នឹងហើយ
dây ông tới dạ cúng trong dây gần nâng tới con thầy bàn chích buồn rồi đáng cùi trăm cụ gồm rong mà rất sẽ bà ọt bạc lùi áo ọt tê anh hình kêu mình lùi xem nhập vô tới trái sẽ chất tê kia áo dương canh vô tới riêng tới sẽ dương chẳng tê bà lùi ní bị còn là chia lệ ná được dương như cục bông nhớ ná bà còn là miền lệ muối này biết cắt con cái ní cho muốn nâng ca riêng sâu bà dương từ mình ở lùi nó tự đạp cặp bào hay chăm tự đạp bong sả lá tê tê nữa và tránh chuẩn bị trường phần năng thà bảo bốn miệng thà gió đá rung chăm rụi hào rung chăm tại dưỡng sum rạch thà ok nhưng trong bàn là nâng ọt nhưng trong áp dụng vào chịu cảm dưỡng ọt bà nhưng trong đi chấm ra là ọt bà thà nơi rìa rê tế ai chạy tàu xua bị cầm càng nghiệp bàn đó và nơi cái thầy lại vừa rót thì từ chập bong của nó trong lưới zoom nuôi nâng tràn đó mà lên suối này nhung sỏi mà nhung sỏi chờ này nó không zoom nuôi bỏ episode môn in chẳng á nè ngày bông phun com bà ram chọc pun chọc ấy bà sân chưa dương chỉ việc làm dương mình đi chậm rãi phong mình chỉnh phong dương tới học pun là bằng bàn đây mình là khi tới bậc hòm đây vậy đấy xong khán khi dương thợ phần ngồi xì ở dương đi chậm rãi tới dương họ lối ban chớn chỉ việc làm dương đi chậm rãi dương khai anh bằng pun thế đâm bây giờ pun nó mau mà con trai là cột dương luôn dương đi chậm rãi tới nó mình được miền lối chớn tới trai tới nhà chỉ việc làm dương nó có đi chậm rãi sừng cùng dương có khlang và tiệt chết dương có bệnh thời khlang là tiền đài đó và chẳng là cái chế hướng đây sầm khăn cứ ông muốn sầm rạch chân má đó thành nhóm phở cho là nâng nó lôi cái chọc thảo bị ca chui bóng phốn cứ miên sờn mền thầm vẫn nói ngay miên sờn tiền miệng cá sờn tiền dương của phốn thời ca mùi tình ý kia nằm với chui ở bóng phốn ép còn lôi tới miên là bài ca buồn phèm khai và mùi khai mấy năm tới bóng phốn trong sna cũng cháy để miên ca bạ lẹ khăn lọ bàn làm bây giờ bài ca bao ép còn lôi và hành thái giới này là chỉ phải cảm giới mà chơi tà tha chỉnh đánh nhé nó giống như là bài ca hay là bài ca nắng cứ mệnh cùi cọt luôn anh tay anh bán ấy tiền phí rồi bài cá bao thế kia này nè mà chẳng bà lòa phần bậc cọt đó chà chẳng ở con trai lực cru sầm nạp ca bỏ sai trong lời lăng bọc các bài chẳng lực cru chẳng ở lại cầm thì bao nhiêu có chật chiên mà đó thì bị chọc hết lực cru chỉ trong cái miền ấy đam nhà từ mà trải chịu cam từ óc này bạn tạm phân giấy sờn về cũng đây này bao phôn chỉ pe về lìa đại dương từ các công phẩm prang bà đó dương miền tuần thì thông mùi nơiក្នុងការជួយប្រទេសជាតិយើងណាគឺយើងត្រូវធ្វើម៉េចឲ្យអាជីវកម្មយើងរីកចម្រើនបាទណាបងប្អូនកងទ័ពជួយការពារប្រទេសmà dương chui thưa ỏi sinh cái dương lọ thì mà thì chui đó từ canh cái xuống sinh cái chui ở chi về cầm đại dương thưa nó đi chìm ràn và nè thưa cá prang thưa cài lọ nè chìm trì đi cá prang thưa cài nghe chìm trì đi cá nó tại dương này hồ xía phần hồ xía miền ở đi chìm ràn và chẳng phải những cái chip về liền muối đá chỉ lẹ khăn lọ muối đá bông bông cua chập đàm dùng thầm chọc cua đi cứ trơiแต่จับดามbàจับดามធ្វើអីមួយឲ្យមានការរីកចម្រើនបាទពីមុនមកអត់មានប្រព័ន្ធគ្រប់គ្រងលុយកាក់អត់មានកត់ត្រាជីស្នាមឥឡូវបងប្អូនរៀនកត់ត្រារៀនឲ្យមានប្រព័ន្ធគ្រប់គ្រងកាលមុនគេថាតើបើក្រុមហ៊ុនធំទិញប្រព័ន្ធគេមកធំមានគណនេយ្យបានគ្រប់គ្រងលុយបានឥឡូវអត់ទេបាទមានតែអេបកត់លុយមួយគ្រប់គ្រងលុយបានហើយងាយធ្វើខ្លួនឯងឲ្យកូនចៅធ្វើចឹងកាន់តែងាយស្រួលណាបងប្អូនណាចឹងចាប់ផ្ដើមធ្វើវាឲ្យអាជីវកម្មយើងរីកចម្រើនណាអានឹងគឺជារឿងដែលយើងចាំបាច់ត្រូវធ្វើក្នុងពេលឥឡូវនេះបាទចាអរគុណច្រើនលោកគ្រូដែលបានបកស្រាយនិងក្បោះក្បាយជូនបងប្អូនអាជីវកម្មបានយល់ដឹងពីការតាមដានលំហូរសាច់ប្រាក់របស់ពួកគាត់អញ្ចឹងសម្រាប់កម្មវិធីរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយដែរចាហើយយើងនឹងមកជួបគ្នាជាមួយនឹងអេពីសូតក្រោយទៀត